ជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះយើងមក live ពីម៉ាស៊ីន1ម៉ោង600គីឡូដែលយើងរៀបជូនបងទៅ3គ្រឿងណាបងប្អូនណាបាទអញ្ចឹងគ្រឿងទី1នេះគឺ38សេសបាទអញ្ចឹងម៉ាស៊ីននេះគឺមានសារៈសំខាន់គឺវិច័យញាក់ដែលយើងកែចេញជាពីរផ្លូវបងណាពីមុនរបស់វាចេញតែមួយផ្លូវទេតែចេញតែខាងនោះមានហែងតែដុំថ្មហើយនឹងគល់កជ្រាំងទេបាទអញ្ចឹងឥឡូវយើងកែមកជាហៀងខាងនេះទៀតដើម្បីឲ្យវារែងផ្កាស្មៅចេញបងប្អូនណាអញ្ចឹងយើងធ្វើនេះគឺបានស្អាតមែនតើបាទអញ្ចឹងធ្វើឲ្យស្រូវយើងស្អាតគឺចេញមកអង្គបានស្អាតហើយបងប្អូនណាអញ្ចឹងអង្គមកស្អាតហើយខាងមុខនេះគឺមានកជ្រែងអង្គ3ជាន់ទៀតបាទធ្វើឲ្យអង្គយើងស្អាតចេញមកបាទហើយបន្ទាប់មកគឺកតុកនេះកតុកមួយកាមនេះគឺចេញមកគឺចូលក្នុងក្បាលកតុកអត់ធំទាំងអស់ហ្មងបងប្អូនណាបាទចូលក្នុងអត់ធំទាំងអស់អញ្ចឹងធ្វើឲ្យអត់មានកាមផ្សេងទេធ្វើឲ្យកតុកយើងចេញមកម៉ត់លេខ1អញ្ចឹងអ្នកដែលគាត់ចិញ្ចឹមជ្រូកគាត់លក់កតុកលក់អីគឺគាត់ចំណេញមែនតើអញ្ចឹងកតុកខ្ញុំធានាថាម៉ត់លេខ1បាទអត់មានគ្រើមទេបាទបើមិនម៉ត់គឺមិនយកលុយបាទនិយាយចេះវិញហ្នឹងហើយហើយម៉ាស៊ីននេះគឺយើងមានពពាក់ជាមួយនឹងធ្នូយើងបាទធ្នូនេះគឺយើងធ្វើជើងមុំមែនតើណាបងប្អូនណាអញ្ចឹងធ្នូនេះគឺសំខាន់មែនតើបងប្អូនបាទអញ្ចឹងបលីអីនេះគឺយើងធ្នូផ្លូវនេះគឺយើងកលឹងឡើងភ្លឹងបាទបលីអត់មានវាចទេអញ្ចឹងខ្សែពៀនប្រើមួយឆ្នាំអីបានខូចអីអញ្ចឹងបងប្រើមួយឆ្នាំអីបានខូចទេបាទមិនមែនមួយទឹកពីទឹកខូចមួយគូទេបាទអញ្ចឹងគ្រឿងទី1នេះគឺទៅរៀបជូនគាត់ទៅខាងព្រៃវែងបងប្អូនណាគឺនៅភូមិជ្រៃថ្មីភូមិកោះរកាស្រុកព្រាមជរខេត្តព្រៃវែងបាទអញ្ចឹងគ្រឿងទី1នេះគឺទៅខាងព្រៃវែងបាទអញ្ចឹងគ្រឿងទី2នេះគឺម៉ាស៊ីនពពាក់ជាមួយនឹងម៉ាស៊ីនខ្សែ2បាទអញ្ចឹងគាត់កំងម៉ាស៊ីនខ្សែ2រៀបដូចគ្នាទាំងអស់បងប្អូនណាបាទអញ្ចឹងមកគ្រឿងខ្សែ2នេះគឺគាត់កំងទៅខាងអមលៀងបាទអមលៀងហ្នឹងគឺនៅខេត្តកំពង់ស្ពឺបងប្អូនណាបាទទៅខាងអមលៀងហ្នឹងហើយមួយឈុតនេះទៀតគឺ1ម៉ោង1តោនបាទ1ម៉ោង1តោននេះគឺម៉ូតស្អាតមែនតើបាទ1ម៉ោង1តោននេះគឺយើងអានេះគាត់មានម៉ាស៊ីនខ្លួនគាត់គឺយើងពពាក់ជាមួយនឹងក្បាលកតុកមានស្នូលដូចគ្នាឲ្យគាត់ទាំងអស់តែគាត់ថាគាត់មានម៉ាស៊ីនដាក់ខ្លួនគាត់បាទអញ្ចឹងមួយគ្រឿងនេះ1ម៉ោង1តោននេះវាមានតែក្រែងញាក់ក្រែងវិលបាទអញ្ចឹងធ្វើឲ្យត្រូវយើងហិតស្អាតទៀតហើយរូបរាងវាស្អាតហ្នឹងហើយបងប្អូនណាបាទ